ជំរាបសួរពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចំពោះខ្សែបាតដៃថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃបុគ្គលដែលមានទឹកចិត្តល្អ3យ៉ាងមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ជាដំបូងខ្ញុំនឹងលើកយកខ្សែបាតដៃទី1គឺខ្សែបេះដូងចាខ្សែបេះដូងទាក់ទងនឹងចិត្តទាក់ទងនឹងអារម្មណ៍របស់យើងម្នាក់ខ្សែបេះដូងមានច្រើនយ៉ាងខ្សែបេះដូងមានខ្សែវែងមានខ្សែខ្លីមានខ្សែបេះដូងងើបឡើងលើមានខ្សែបេះដូងអោនចុះក្រោមមានខ្សែបេះដូងបែកមែកជា2ហើយមានខ្សែបេះដូងបែកមែកជា3ខ្សែបេះដូងនីមួយៗមានន័យផ្សេងគ្នាអញ្ចឹងជាដំបូងខ្ញុំនឹងលើកយកខ្សែទី1ខ្សែទី1គឺខ្សែបេះដូងដែលងើបឡើងទៅលើហើយបែកមែកជា2លោកអ្នកដែលមានខ្សែបេះដូងបែកមែកជា2នេះជាបុគ្គលមានទឹកចិត្តល្អមានទឹកចិត្តមេត្តាគិតពីអារម្មណ៍និងយល់អារម្មណ៍គ្រួសារយល់អារម្មណ៍អ្នកដទៃយល់អារម្មណ៍អ្នកជុំវិញចេះបង្កើនភាពរីករាយដល់អ្នកជុំវិញជាបុគ្គលមានទឹកចិត្តល្អមានទឹកចិត្តស្លូតបូតរស់រាយចាខ្សែបាតដៃដែលបែកមែកជា2នេះជាខ្សែល្អណាស់បើប្តីឬប្រពន្ធមានខ្សែបេះដូងងើបឡើងទៅលើហើយវែងបែបនេះនៅក្នុងគ្រួសារនឹងមានភាពកក់ក្ដៅអញ្ចឹងបន្តមកទៀតខ្សែបាតដៃដែលមានទឹកចិត្តល្អខ្សែទី2គឺខ្សែខួរក្បាលវែងខ្សែខួរក្បាលវែងចេញពីចន្លោះម្រាមមេដៃនិងម្រាមចង្អុលខ្សែនេះបើយើងវាស់ពីកូនដៃគឺវែងដល់ក្រោមម្រាមកូនដៃពុកម៉ែបងប្អូនដូចក្នុងរូបភាពអញ្ចឹងបើវែងដល់ចំណុចហ្នឹងមានន័យថាខ្សែខួរក្បាលហ្នឹងវែងខ្សែខួរក្បាលរបស់យើងទាក់ទងនឹងការគិតការយល់ឃើញបើខ្សែខួរក្បាលនេះកាន់តែវែងការគិតការពិចារណាត្រូវប្រើពេលវេលាយូរបន្តិចគឺម្ចាស់បាតដៃគិតហើយគិតទៀតអញ្ចឹងខ្ញុំសូមបើកគង្វងកញ្ចក់បន្តិចចង់បញ្យល់ជូនពុកម៉ែបងប្អូនចំពោះខ្សែខួរក្បាលខ្លីនិងខ្សែខួរក្បាលវែងខុសគ្នាដោយបដិចខ្សែខួរក្បាលខ្លីការគិតការពិចារណាគឺគាត់គិតលឿនគិតរហ័សរីឯខ្សែខួរក្បាលវែងគឺប្រើពេលវេលាបន្តិចការគិតការពិចារណាត្រូវប្រើពេលយូរបន្តិចគឺគិតហើយគិតទៀតគិតតលតែច្បាស់ទើបចាប់ផ្ដើមធ្វើខ្សែខួរក្បាលខ្លីនិងខ្សែខួរក្បាលវែងគឺល្អមួយយ៉ាងម្នាក់ពុកម៉ែបងប្អូនខ្សែខួរក្បាលខ្លីម្ចាស់បាតដៃគិតលឿនគិតរហ័សពេលខ្លះអាចនឹងថ្លោះធ្លោយចាបើសិនជាយើងគិតលឿនពេកពេលខ្លះអាចនឹងថ្លោះធ្លោយប៉ុន្តែចាប់ឱកាសបានច្រើនបើចង់ធ្វើអ្វីគឺចាប់ផ្ដើមធ្វើគឺចាប់ផ្ដើមរៀនគឺចាប់ផ្ដើមរៀបចំមិនអែអង្សទេដូចជាការរកស៊ីជាដើមរីឯលោកអ្នកដែលមានខ្សែខួរក្បាលវែងគឺគាត់ប្រើពេលវេលាយូរបន្តិចគឺគិតពិចារណាទាល់តែច្បាស់ចាគឺគិតពិចារណាទាល់តែច្បាស់លាស់ទើបចាប់ផ្ដើមធ្វើចាបែបនេះហើយមិនសូវមានការថ្លោះធ្លោយទេប៉ុន្តែពេលខ្លះអាចធ្វើឲ្យឱកាសល្អកន្លងផុតចាអញ្ចឹងខ្សែខួរក្បាលវែងដោយសារការគិតពិចារណាយូរពេលខ្លះអាចនឹងធ្វើឲ្យឱកាសល្អកន្លងផុតប៉ុន្តែកាត់បន្ថយការថ្លោះធ្លោយអញ្ចឹងខ្សែខួរក្បាលវែងនិងខ្សែខួរក្បាលខ្លីមានន័យបែបហ្នឹងពុកម៉ែបងប្អូនចាអញ្ចឹងសូមបិទរង្វង់កញ្ចក់បកមកក្រោយវិញខ្សែទី2ខ្សែខួរក្បាលចាខ្សែខួរក្បាលវែងបុគ្គលដែលមានខ្សែខួរក្បាលវែងនេះមានទឹកចិត្តល្អយល់អារម្មណ៍អ្នកជុំវិញចាការគិតយឺតគិតជាប្រយោជន៍ដល់អ្នកដទៃដោយទឹកចិត្តល្អ
ដោយទឹកចិត្តមេត្តាឧទាហរណ៍បើមានបញ្ហាអ្វីសូមយោបល់ពីគាត់គឺគាត់ព្យាយាមត្រិះរិះពិចារណាជួយរកដំណោះស្រាយចាអញ្ចឹងគាត់ជាបុគ្គលដែលមានទឹកចិត្តល្អមានទឹកចិត្តមេត្តាបើមានបញ្ហាអ្វីសូមឲ្យគាត់ជួយរកដំណោះស្រាយគាត់នឹងព្យាយាមជួយរកដំណោះស្រាយយើងចាអញ្ចឹងបន្តមកទៀតខ្ញុំនឹងលើកយកខ្សែទី3ខ្សែទី3គឺខ្សែជំនួយអក្សរ x ចាខ្សែនេះក៏ជាខ្សែអក្សរ x ដែរតែជាខ្សែអក្សរ x ជំនួយពុកម៉ែបងប្អូនចាគឺមានទឹកចិត្តចង់ជួយអ្នកដទៃចាចង់ជួយជ្រោមជ្រែងអ្នកដទៃខ្សែនេះនៅចន្លោះខ្សែជីវិតនិងខ្សែវាសនាលោកអ្នកដែលមានខ្សែអក្សរ x ជំនួយនេះជាបុគ្គលមានទឹកចិត្តល្អមានទឹកចិត្តចង់ជួយអ្នកដទៃមានទឹកចិត្តមេត្តាធម៌ជាបុគ្គលគួរឲ្យកោតសរសើរបើឃើញអ្នកដទៃមានទុក្ខលំបាកតែងតែជួយមិនមើលរំលងទេមានទឹកចិត្តមេត្តាស្រឡាញ់គ្រួសារមើលថែគ្រួសារបានល្អហើយបើមានឱកាសល្អតែងតែជួយការងារស្ម័គ្រចិត្តចាតែងតែជួយចូលរួមក្នុងការងារស្ម័គ្រចិត្តជួយដល់អ្នកដទៃជួយជាប្រយោជន៍ដល់អ្នកដទៃលោកអ្នកដែលមានខ្សែអក្សរ x ជំនួយនេះភាគច្រើនមានការងារជាគ្រូពេទ្យជាគ្រូបង្រៀននិងការងារជាអ្នកមើលថែកូនក្មេងជាដើមលោកអ្នកដែលមានខ្សែអក្សរ x ជំនួយនេះមានទឹកចិត្តល្អខ្លាំងពេកចាបើមានទឹកចិត្តល្អខ្លាំងពេកពេលខ្លះមានគេពឹងពាក់ឲ្យជួយធ្វើអ្វីមួយមិនសូវប្រកែកទេតែងតែទទួលពេលខ្លះអាចនឹងថ្លោះធ្លោយចាចំណុចនេះសូមប្រយ័ត្នផងដែរប៉ុន្តែម្ចាស់បាតដៃក៏ជាបុគ្គលដែលពូកែមើលទឹកចិត្តមនុស្សដែរចាអញ្ចឹងទោះបីយ៉ាងណាក៏ដោយក៏សូមប្រយ័ត្នផងដែរចាអញ្ចឹងខ្សែទាំង3យ៉ាងនេះជាបុគ្គលមានទឹកចិត្តល្អគួរឲ្យសរសើរសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំជូនពរពុកម៉ែបងប្អូនឲ្យមានសំណាងល្អមានសុខភាពល្អមានសុភមង្គលក្នុងគ្រួសារ